សួស្តីអ្នកនាងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញនៅរបៀបបង្កើត QR code នៅលើ Microsoft Word ដែលការបង្កើតនេះយើងអត់ចាំបាច់ប្រើ third party ណាមួយទេយើងប្រើតែ function នៅលើ Microsoft Word ទេបើសិនអ្នកនាងធ្លាប់ទស្សនាវីដេអូមុនទាក់ទងជាមួយនឹងការគណនាមុខងារ calculation នៅលើកម្មវិធី Word អ្នកនាងប្រហែលជាដឹងហើយបើសិនជាអត់ទេអ្នកនាងអាចទៅទស្សនាវីដេអូនៅក្នុង link ខាងក្រោមនេះបានឥឡូវនេះខ្ញុំបង្ហាញទាក់ទងជាមួយនឹងការបង្កើត QR code ដំបូងឡើយអ្នកនាងអាចចូលទៅកាន់ shortcut control ជាមួយនឹង F9 ហើយបន្តមកអ្នកថែប display barcode យើងសេចូលគ្នាអញ្ចឹងណាហើយបន្តមកយើងអ្នកបើក Terminal មកហើយបន្តបំពេញ link ដែលអ្នកចង់ដាក់ QR code ហ្នឹងហើយបន្តមក paste Terminal នោះមកវិញបន្តមកសេ QR មួយហើយបន្តមក slash ថយក្រោយមួយ slash ថយក្រោយមួយហើយដាក់សញ្ញាអក្សរ S ហើយជាមួយនឹងទំហំអ្នកគ្នាអាចដាក់50ឬក៏60ឥឡូវនេះឧទាហរណ៍ខ្ញុំដាក់50ទៅមកខ្ញុំចុច keyboard F9 អញ្ចឹងអ្នកគ្នាបាន QR code នេះឥឡូវនេះយើងឃើញថាវារឿងតូចអញ្ចឹងខ្ញុំចង់ដូរវិញអ្នកគ្នាចុច click មកស្ដាំរបស់វាហើយយកកន្លែង fill code នេះទៅមកទៀតកន្លែងនេះខ្ញុំដូរដាក់ទៅជា150ហើយខ្ញុំចុច key F9 វិញអ្នកគ្នាអាចចុចបានពីររបៀបអ្នកគ្នាអាចចុចkey F9 ក៏បានឥឡូវខ្ញុំដាក់ចេះសិន150ឡើងវិញអ្នកគ្នាអាចចុច F9 ក៏បានដើម្បីវាចេញ QR code ឬក៏ចុច select វាទាំងអស់ហើយចុចមកស្ដាំមកហើយយកកន្លែងនេះខ្លួនដែរអញ្ចឹងកន្លែងនេះគឺចេញហើយនឹងចូលទេប៉ុន្តែអ្នកគ្នាអាចនឹងឆ្ងល់ថាតើបើសិនយើងចូល step by step តើតោងជាមួយនឹងការបង្កើត QR code បែបនេះយើងចូលបែបណាអញ្ចឹងខ្ញុំបិទយក code វាសិនឥឡូវនេះខ្ញុំ copy code នេះតែម្ដងខ្ញុំ copy តាមពី display មកដល់ទំហំវាឥឡូវនេះខ្ញុំចុច enter មួយចំពោះការចូលមកបង្កើត QR code step by step វាមានរឿង complicated តែបើសិនជាអ្នកគ្នាយល់វាជាង understand ពី process វាប្រហែលជាអីទេដោយសារតែទូទៅវាជាមុខងារ calculation អញ្ចឹងវានៅក្នុង table ខ្ញុំឧទាហរណ៍នៅក្នុង table ទៅពេលដែលអ្នកគ្នាដាក់ cursor នៅក្នុង cell ណាមួយរបស់ table របស់អ្នកគ្នាចូលមកកាន់ table layout ហើយបន្តមកអ្នកគ្នាឃើញមុខងារ formula នៅកន្លែងនេះឃើញនៅកន្លែងហ្នឹងនៅត្រង់ data group ប៉ុន្តែបើយើងដាក់នៅខាងក្រៅវិញយើងមើល tab យើងនេះអត់មានឃើញ data group ទេតើអ្នកគ្នាចូលទៅកាន់ insert ហើយចូលមកកន្លែង quick path ហើយនៅក្នុង quick path នេះយើងចុចកន្លែង fill នៅនេះហើយនៅត្រង់នេះអ្នកគ្នាយក formula នៅខាងលើនេះហើយបន្តមក click លើ formula កន្លែងនេះហើយបន្តមកអ្នកគ្នាសរសេរនៅនេះអ្វីដែលពិសេសត្រង់ថាបើសិនអ្នកគ្នាប្រើប្រាស់រូបមន្តគណនាអ្នកគ្នាត្រូវការដាក់សញ្ញាស្មើប៉ុន្តែចំពោះ QR code នេះមួយគឺអ្នកគ្នាចាំបាច់ដាក់សញ្ញាស្មើទេបើអ្នកគ្នាដាក់សញ្ញាស្មើវានឹងចេញ error វិញវាចម្លែកបន្តិចទៅមកជា OK មកចេញ QR code នេះគ្នាអញ្ចឹងកន្លែងនេះក៏ដូចគ្នានៅពេលខ្ញុំចុច F9 វានឹងចេញ QR code ឥឡូវនេះអ្នកឃើញមាន QR code 2នៅក្នុង table កាន់តែងាយស្រួលយើង click លើហ្នឹងចូលទៅកាន់ layout ចុចលើ formula ហើយយើង paste វាមកហើយ enter មកជាបាន QR code ដូចគ្នាអញ្ចឹងអ្នកគ្នាឃើញទេទូទៅវាជាមុខងារនៅក្នុង table ប៉ុន្តែយើងអាចចូលទៅកាន់ quick path field យើងបង្កើត field ថ្មីហើយបង្កើតបាន table 3ហ្នឹងហើយនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណដល់គ្នាច្រើនចំពោះការតាមដានទស្សនាវីដេអូនេះខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់អ្នកដែលគាត់ធ្វើឯកសាររដ្ឋបាលផ្សេងៗនៅលើកម្មវិធី Microsoft Word ហើយគាត់ចង់ add QR code ដើម្បី verify ដើម្បី link ទៅកាន់ file ណាមួយ link ទៅកាន់គេហទំព័រណាមួយវាជាល្អហើយងាយស្រួលជាចាំបាច់ប្រើ third party ដូចតែគ្នាដឹងអញ្ចឹង third party ខ្លះ QR code វាកំណត់ចំនួន scan វាកំណត់ validity របស់ link ហ្នឹងរយៈពេលប្រហែលដែលវាដើរឬក៏ scan ប្រហែលដងវាដើរហើយបន្ទាប់ពីហ្នឹងទៅវាដាច់ចឹងទៅប៉ុន្តែចំពោះការដាក់ link ដាក់ QR code នៅលើកម្មវិធី Microsoft Word ហើយតែគ្នាបង្កើត QR code នៅលើនេះតែម្ដងគឺវា unlimited scan ប្រហែលដងក៏បានហើយ link ហ្នឹងគឺវាអត់ expire ទេវានឹង redirect រហូតដល់ពេលដែលនរណាម្នាក់ scan ទៅលើ QR code ហ្នឹងអរគុណដល់គ្នាម្ដងទៀតចំពោះការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយ